ពួកយើងទាំងអស់គ្នាជាអ្នកបច្ចេកទេសទីពិសោធន៍ដែលមានតួនាទីយ៉ាងសកម្មក្នុងការធ្វើតេស្តនិងរកវិនិច្ឆ័យជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំជានិស្សិតផ្នែកបរិញ្ញាបត្របច្ចេកទេសវិទ្យាពិសោធន៍នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលហើយផ្នែកនេះដែររៀនរយៈពេល3ឆ្នាំហើយខ្ញុំឥឡូវនេះខ្ញុំឆ្នាំទី2ហើយចឹងដល់ការឆ្លងកាត់ការសិក្សារយៈពេល2ឆ្នាំរបស់ខ្ញុំមកខ្ញុំទទួលបានចំណេះដឹងចំណេះធ្វើនិងជំនាញដោយភ្ជាប់ការសិក្សាទៅលើទ្រឹស្ដីនិងភ្ជាប់ជាមួយនឹងការបង្ហាញប្រាប់ផងដែរឥឡូវខ្ញុំកំពុងតែធ្វើតេស្តលោហិតសាស្ត្រដែលឈាមរបស់យើងហ្នឹងគឺបានមកពីការបូមពីអ្នកជំងឺហើយយើងធ្វើដោយម៉ាស៊ីនស្វ័យប្រវត្តិដែលបានបង្ហាត់បង្រៀនពីសាស្ត្រាចារ្យដែលមានបទពិសោធន៍ជាច្រើនឆ្នាំនិងសាស្ត្រាចារ្យដែលបានអញ្ជើញមកពីតាមបណ្ដាមន្ទីរពេទ្យជាតិនានានៅក្នុងរាជធានីភ្នំពេញឥឡូវខ្ញុំនឹងចាប់ផ្ដើមធ្វើតេស្តនេះគឺជាទឹកឈាមបន្លែប្រម៉ងហើយយើងនឹងធ្វើការប្រើប្រាស់ម៉ាស៊ីនតេស្តឥឡូវនេះខ្ញុំកំពុងតែធ្វើគំនិតឈាមស្ដៅនឹងការបំពាក់ពណ៌ហើយការធ្វើគំនិតឈាមស្ដៅនឹងការបំពាក់ពណ៌នេះផងដែរគឺធ្វើនៅពេលដែលម៉ាស៊ីន hematology របស់យើងវាលោតសញ្ញា fluxing system ដែលមានកូលិកាឈាមរបស់យើងមាន formology មិនប្រក្រតីហើយសាស្ត្រាចារ្យដែលបង្រៀនផ្នែកអនុវត្តបង្ហាញប្រាប់នៅទីនេះបានបង្រៀនឲ្យពួកយើងចេះធ្វើស្មៀននិង stent ដើម្បីមើលឲ្យឃើញនៅកូលិកាឈាមសនិងផ្លាកែតផងដែរហើយដើម្បីទៀងទាត់ភាពសុក្រឹតភាពនៃការធ្វើជាមួយនឹងម៉ាស៊ីននិងមីក្រូស្កូបឥឡូវនេះខ្ញុំចាប់ដើមឈុំណានេះខ្ញុំកំពុងតែមើលពីរូបរាងរបស់កូលិកាឈាមនៅក្នុងគំនិតឈាមស្ដៅដែលបំពាក់ពណ៌រួចនៅក្នុងគំនិតឈាមស្ដៅនេះដែរយើងអាចមើលឃើញពីរូបរាងរបស់កូលិកាឈាមសឈាមក្រហមនិងផ្លាកែតទាំងរូបរាងធម្មតានិងរូបរាងមិនធម្មតានៅក្នុងការបង្ហាត់បង្រៀនសិស្សលោកគ្រូអ្នកគ្រូក៏បានប្រាស់នៅឧបករណ៍ទំនើបដែលភ្ជាប់ជាមួយនឹង microscope និង LCD ដើម្បីបង្ហាត់បង្រៀនសិស្សបាទឥឡូវនេះខ្ញុំកំពុងប្រើប្រាស់ម៉ាស៊ីនមួយប្រភេទទៀតដែលម៉ាស៊ីននេះធ្វើឡើងគឺដើម្បីរកមើលរយៈពេលកំណត់ឈាមដែលយើងអាចហៅកាត់បានថា PT and APDT ការធ្វើតេស្ត PT and APDT នេះឡើងគឺដើម្បីពិនិត្យមើលមុខងាររបស់ថ្លើមដើម្បីជួយជាកត្តាកំណត់ឈាមនិងដើម្បីឈានទៅរកការវិភាគរបស់អ្នកជំងឺដែលកំពុងប្រើប្រាស់ឱសថ agglutinationពួកយើងទាំងអស់គ្នាជាអ្នកបច្ចេកទេសទីពិសោធន៍ដែលមានតួនាទីយ៉ាងសកម្មក្នុងការធ្វើតេស្តនិងរកវិនិច្ឆ័យជូនទៅដល់គ្រូពេទ្យដើម្បីធ្វើរកវិនិច្ឆ័យឲ្យមានប្រសិទ្ធភាពព្យាបាលជំងឺគ្រូពេទ្យព្យាបាលជោគជ័យម្នាក់តែពឹងផ្អែកទៅលើយើងអ្នកបច្ចេកទេសទីពិសោធន៍ដូច្នេះហើយអ្នកបច្ចេកទេសទីពិសោធន៍គឺជាដៃគូយ៉ាងល្អដែលមិនអាចខ្វះបានរបស់គ្រូពេទ្យបាទសូមអរគុណ